គឺត្រូវបានបង្កប់ទាំងអស់វាមិនអាចទៅរួចទេតែដឹងមូលហេតុអីអត់គឺគេជាប់ពាក់ព័ន្ធហើយនេះហើយជាមូលហេតុជាក់លាក់ច្បាស់អំពីអ្វីសូមទោសលេខទូរស័ព្ទដែលអ្នកបានខលមិនអាចតាក់ទងបានជាបណ្ដោះអាសន្នទេសូមព្យាយាមម្ដងទៀតនៅពេលក្រោយហេតុអីបានជាបង្កប់ទ្រព្យសម្បត្តិនោះជាយន្តហោះរបស់គេមិនមែនគាត់ជាអ្នកធ្វើទេឬមួយក៏ក្រុមហ៊ុនមានបញ្ហាអ្វីលោកប្រធានឆៃរកលុយបានគ្រប់ហើយឬនៅមិនមែនជាលោកនាយករដ្ឋបាលគ្មានទ្រព្យសម្បត្តិដែលអាចបំផ្លាញជាសាច់ប្រាក់បានផងហ្នឹងប្រញាប់អីចេញទៅលក់ទ្រព្យសម្បត្តិយកទៅ General នៅ Central Park ទៅលក់ឲ្យខ្ញុំមិនថាតាមវិធីណាទេក្នុងរយៈពេលប៉ុន្មាននាទីខ្ញុំត្រូវតែឃើញលុយអ្នកឈួតហើយផ្ទះនេះគឺអ្នកជាអ្នកខ្ញុំក្នុងបណ្ណកម្មសិទ្ធិ SSC ឈ្មោះខ្ញុំអ្នកមានសិទ្ធិអីយកទៅបញ្ចាំលឿនគ្រាន់តែដើម្បីបង្វិលលុយមួយពេលប្រាក់ខែចូលវិញនឹងលំហូរសាច់ប្រាក់ល្អប្រសើរឡើងផ្ទះឲ្យអ្នកវិញភ្លាមក្រៅពីនេះខ្ញុំនឹងឲ្យលុយ3លានធ្វើជាលុយចាយពិតមែនអញ្ចឹងឯងកុំកុហកខ្ញុំណាតើខ្ញុំធ្លាប់កុហកអ្នកកាលណាទេប្រញាប់ទៅធ្វើទៅតាមពិតផ្ទះនេះក៏ទិញដោយលុយខ្ញុំដែរប៉ុន្តែលោកស៊ីឥឡូវធនាគារបិទហើយអាចធ្វើបានតែស្អែកទេថ្ងៃស្អែកយឺតពេលហើយបើមិនបានមែនទឹកខ្ចីលុយនៅផ្លូវមីនមិនថាពីគីមខាងទៀតជាតែលឿនបានហើយលោកស៊ីការខ្ចីបែបនេះមិនត្រឹមតែខុសច្បាប់ទេហើយការប្រាក់ក៏ថ្លៃខ្ពស់គួរឲ្យខ្លាចមូលខុសត្រូវប្រវត្តិសាស្ត្រខ្ពស់ណាស់ខ្ញុំគ្រាន់តែត្រូវការជាបន្តទេតែប៉ុន្មានថ្ងៃនេះខ្ញុំអាចសន្សំបាន10000យន្តគ្រាន់តែវិលជុំលេងទៅរាប់ម៉ឺនរាប់ពាន់សម្រាប់គាត់មិនមែនជារឿងធំដុំទេកុំនិយាយច្រើនខ្ញុំប្រាប់ឲ្យឯងធ្វើទៅចាំណារឿងនេះត្រូវធ្វើដោយសម្ងាត់មិនអាចឲ្យអ្នកនៅក្នុងក្រុមហ៊ុនដឹងបានទេពិសេសសិនជីបើបែកឃ្លីរឿងនេះអញលែងបានធ្វើការងារនេះហើយយល់ហើយទេពស្នេហាមានអរិយាយ៉ាងម៉េចទៅអញហ៊ានបង្ខំខ្ញុំដល់ថ្នាក់នេះរងចាំរឿងថ្ងៃនេះចប់សិនខ្ញុំនឹងគិតគូររឿងនេះជាមួយអញឲ្យបានដិតដល់ល្អខ្ញុំចាំជានិច្ចលុយចូលកាន់នេះហើយផ្ញើការធនាគារមកកុំឲ្យខ្ញុំខកខានទៅផ្ទះជួបជុំគ្រួសារ 632,2154 ម្ចាស់ទំនិញលីម៉ាន់ទឹកប្រាក់30លានយ៉នចូលកាន់នេះជាម្ចាស់ទំនិញមានការអីប្តីអញជាលីទៅជូលីម៉ាន់អូគឺអញទេតាត្រូវហើយគឺខ្ញុំប្រកាសជាលីទៅជូឆ្លៀតពេលដែលសិនជាចេញក្រៅប្រទេសលួចបើកឡានចេញមកបង្អួតគេទីបំផុតធ្វើឡានខូចគ្មានមកប្រាប់គេក៏មកជំរិតទាលុយពីខ្ញុំអូខេខ្ញុំថាហើយមិនបានឡាននេះមើលទៅសំភ្នែកម្លេះតាមពិតឡាននេះជាឡានក្រុមហ៊ុនទេតាអញហ៊ានប្រើឡានក្រុមហ៊ុនសម្រាប់ពេលការផ្ទក់ខ្លួនមកបោកលុយខ្ញុំទៀតហ៎ប្តីអញស្គាល់គេអាហ្នឹងគ្រាន់តែជាជំនួយការលេខាតូចតាចម្នាក់នៅក្រុមហ៊ុនយើងប៉ុណ្ណោះអូខ្ញុំស្មានតែម្លេះអូគេជាបុគ្គលិកក្រុមហ៊ុនប្តីខ្ញុំសោះហើយថែមទាំងយកទ្រព្យសម្បត្តិក្រុមហ៊ុនមកប្រាប់តនោះអស់ទាំងនោះក៏ទិញដោយលុយក្រុមហ៊ុនដែរមែនទេប្រញាប់ប្រកូលលុយមកវិញភ្លាមបើមិនអីចឹងទេឯងនឹងដឹងខ្លួនហើយម៉ាក់យកការគឺប្រកូលលុយ30លាននេះមកខ្ញុំវិញភ្លាមថ្លៃជួសជុលឡានខ្ញុំនឹងចេញនេះយើងចាត់ទុកថាគ្មានអ្វីកាត់ឡើងទេបើមិនដូច្នោះទេបើលោកស៊ីយីដឹងរឿងនេះហើយអ្នកនឹងមានរឿងធំហើយតើអ្នកណាទៅដែលនឹងមានបញ្ហាធំទៅវិញសម្រាប់បងប្អូនដែលមានបញ្ហាមុខមុនទ្រាំស្នាមអិចរុយនិងស្បែកមុខខ្មៅស្អាប់គ្រប់ប្រភេទសូមកុំបារម្ភទៀតណា Skin 66ជាប្រភេទឈុតព្យាបាលស្បែកមុខដ៏ពូកែស័ក្តិសិទ្ធិដែលមានឯកទេសព្យាបាលលើបញ្ហាស្បែកមុខរបស់បងប្អូនបានយ៉ាងឆាប់រហ័សព្យាបាលបញ្ហាស្បែកមុខបងប្អូនតាំងពីថ្ងៃទី1ដែលបានប្រើប្រាស់ចង់មានស្បែកមុខសស្អាតគ្មានមុនគ្មានជាំកុំភ្លេចឈុតព្យាបាលមុខ Skin 66 Skin 66គឺជាឈុតព្យាបាលស្បែកមុខដែលចេញពី Clinic បងប្អូនអាចប្រើប្រាស់បានដោយទំនុកចិត្ត See you ហេតុអីបានជាឯងនៅទីនេះអញមិនមែនទៅសាខាក្រុមហ៊ុននៅអឺរ៉ុបទេអីខ្ញុំស្មានតែឯងជាមេធំមែនគេជាបុគ្គលិករបស់ក្រុមហ៊ុនឌីងសេងសោះអីចឹងអញក៏ច្បាស់ជាមិនធ្វើការក្នុងម៉ោងធ្វើការថែមទាំងមកដំឡើងរងនៅខាងក្រោមផ្ទះខ្ញុំទៀតថែមទាំងហ៊ានគំរាមកំហែងប្រពន្ធប្រធានក្រុមហ៊ុនខ្លួនឯងទៀតផងលុតជង្គង់សុំទោសភ្លាមទៅហើយស៊ីវយូអញអត់អីទេហ៎មានរឿងអីហេតុអីលោកសេវាយស៊ីវយូភ្លាមចឹងអត់ជឿថាអញវាខ្ញុំសោះអញហ៊ានវាខ្ញុំព្រោះតែគេណាគេជាអ្នកណៃអ្នកទាំងពីរលួចលាក់មានទំនាក់ទំនងគ្នាអត់ខ្ញុំថាហើយមិនដេចក៏អញចេះតែសួរខ្ញុំនឹងស៊ីវយូហៅថាពួកយើងបានរៀបការនឹងចុះបញ្ជីអាពាហ៍ពិពាហ៍អត់ពិតគឺអញនេះហើយដែលចង់ឡើងក្បាលខ្ញុំអញចាំមើលទៅអញបិទមាត់ទៅស៊ីវយូហៅអញប្រាប់ខ្ញុំមកខ្ញុំជាអ្នកណាអញពិតប្រាកដប្រពន្ធបងខុសហើយត្រជាខ្ញុំអត់មានបញ្ហាទេហ៎លោកសេហៅសិនយូថាប្រពន្ធស៊ីវយូហេងអញកាត់អីអញមើលឲ្យច្បាស់ខ្ញុំទៅជាប្រពន្ធឯងហ្វាំងយូណាខ្ញុំនឹងពន្យល់អ្នកឲ្យកាន់តែច្បាស់បន្តិចខ្ញុំជាមួយស៊ីយូហេងជាប្តីប្រពន្ធស្របច្បាប់មិនត្រឹមតែបានរៀបការហើយនោះទេថែមទាំងមានលិខិតអាពាហ៍ពិពាហ៍ទៀតផងនេះមិនអាចទេអូយមើលនាងអ៊ូតរកពីផងពិតជាគួរឲ្យអស់សំណើចមែនតាមពិតនាងទៅជាប្រពន្ធស្របច្បាប់ហើយនាងជាស្រីកំណានហាស៊ីយូហាំងនាងជាប្រពន្ធបងចុះអូនជាអ្វីនឹងបងយើងនៅជាមួយគ្នា3ឆ្នាំហើយ
បងថាក្នុងមួយជីវិតនេះស្រឡាញ់តែអូនម្នាក់សុទ្ធតែបោកប្រាស់អូនមែនទេហេស្រីកំណាំនេះមិនចៃដន្យទេយើងក៏បានរៀបការ3ឆ្នាំដូចគ្នាស៊ីយូហេងតាមពិតយើងទើបតែរៀបការបងក៏ក្បត់ចិត្តអូនហើយនេះជាស្រីកំណាំប្រពន្ធបងខុសហើយជានាងជាអ្នកលួងលោមបងខ្ញុំគ្រាន់តែសម្ដែងប៉ុណ្ណោះសូមជឿខ្ញុំបានទេបងស្រឡាញ់អូនលើកលែងទោសឲ្យបងទៅមនុស្សដូចជាឯងគឺមិនសមនឹងខ្ញុំលើកលែងទោសឲ្យទេសៀវអ៊ីហាំងយើងលែងលះគ្នាសៀវអ៊ីហាំងយើងលែងលះគ្នាខ្ញុំខុសហើយខ្ញុំពិតជាខុសមែនសូមឲ្យឱកាសខ្ញុំម្ដងទៀតបានទេកុំលែងលះខ្ញុំអីសៀវអ៊ីបើហើយឯងឆាប់រកវិធីសាស្ត្រទៅឯងនឹងសៀវអ៊ីហេងចិត្តរៀបការហើយបើសិនជាសឿនយាយជាប្រពន្ធគេអីចឹងអ្វីដែលឯងខំប្រឹងតាំងពី3ឆ្នាំមុនគឺនឹងឥតប្រយោជន៍ទាំងអស់ពិតមែនហើយខ្ញុំមិនអាចចាញ់បានទេខ្ញុំមិនអាចឲ្យអ្វីដែលខ្ញុំចិត្តបានទៅឲ្យស្រីថោកទាបសឿនយាយនោះបានទេប្តីបងលុតជង្គង់ឲ្យគេធ្វើអីបងជាអគ្គនាយកក្រុមហ៊ុនឌីងសឹងអាចគ្រប់គ្រងអ្វីនៅជាងសៀងបានចុះអាស្មោចនោះវាជាអ្វីទៅហេទោះឯងជាប្រពន្ធគេក៏យ៉ាងម៉េចដែរមិនមែនជាស្រីចាស់ដែលគេមិនពេញចិត្តទេអីបើហ៊ានយកលេងលះមកគំរាមប្តីខ្ញុំអីចឹងក៏លែងទៅអ្នកណាខ្លាចអ្នកណាអញបិទមាត់ទៅប្រពន្ធអូនកុំស្ដាប់វាបងទៅអង្គរវាធ្វើអីលុយជារបស់បងក្រុមហ៊ុនជារបស់បងទោះបីជាក្រីក្រក៏វាគួរតែលុតជង្គង់អង្គរបងដែរខ្ញុំប្រមានឯងថារឿងលេងលះក៏លែងទៅចុះតែលុយរបស់ស៊ីវីហេងក្រុមហ៊ុនក៏គ្មានបានពាក់ព័ន្ធនឹងឯងបន្តិចសោះអញកុំគិតថាបានមួយរៀលសោះអ្នកណាថាអគ្គនាយកក្រុមហ៊ុនឌីងសេងជាស៊ីវីហេងទៅវិញសម្ដីអញមានន័យថាម៉េចអញនៅជាមួយគេ3ឆ្នាំហើយតែមិនដែលគិតចង់ឆែកមើលទេអីថាអគ្គនាយកក្រុមហ៊ុនឌីងសេងជានរណាឲ្យប្រាកដ